យើងចឹងខ្ញុំមកបង្ហាញគឺយើងអំពីរបៀបក្នុងការធ្វើនៅដាក់ម៉ូដ Live Mode ដូចក្នុង website ដែលគ្នាបានឃើញចឹងគាត់ថាខ្ញុំប្រើវាជាមួយនឹង React.js ហើយយើងប្រើគឺ useStat ណាដើម្បីយើងដឹងពីរបៀបដំណើរការរបស់ useStat នឹងឲ្យបានកាន់តែច្បាស់ហើយក្នុងនេះគឺខ្ញុំមានលាយខ្លះដូចជាលាយជាមួយនឹង UEFX តិចតួចព្រោះយើងត្រូវការយកវាមកប្រើអូខេតោះអញ្ចឹងខ្ញុំប្រើវាជា single component ទេគឺនៅក្នុង component app ហើយយើងអត់ត្រូវមានអី design អីញ៉ៃៗទេក៏ចង់ឲ្យយើងដឹងពី state management ណាអូខេអញ្ចឹងខ្ញុំបង្កើតនេះមួយមកexport វាចេញមក export default default function export default function app អូខេហើយយើង return នៅនេះមួយមក return នៅ main tag មួយមកអញ្ចឹងក្នុងនេះខ្ញុំប្រើវាជាមួយនឹង Tailwind អញ្ចឹងខ្ញុំសូម set Tailwind តិចedge screen គឺមានន័យថាយកពស់វា full មក browser ដោយសារវានេះណា high វា 100 VA ណាហើយអូខេខ្ញុំអាចយក W វា full តែបើសិនជា plug in មិនបាច់ចាំដាក់ W វា full ដែរអូខេខ្ញុំយក VG វាពណ៌ខ្មៅសិនទៅហើយ text dash 2XL ឬក៏ 4XL អូខេ text dash 4XL វាធំតិចចឹងទៅហើយខ្ញុំដាក់អក្សរ demo មួយថាdark mode light mode ហើយខ្ញុំចង់អក្សរខាងក្នុងនេះវាចេញពណ៌អក្សរណាអញ្ចឹងខ្ញុំដាក់ text នេះជា Tailwind text dash y អូខេអញ្ចឹងខ្ញុំ run វាមកនេះខ្ញុំ run ហើយខ្ញុំ stop វិញសិន npm run dev អូខេចា៎នេះខ្ញុំរៀង demo លឿនតិចគេយើងអាច slow down វីដេអូឬក៏ pause វីដេអូមើលមួយអូខេតើពេលវេលាយើងខ្លីឃើញចឹងវាឃើញថាដាក់ mode ហើយ live mode ណាជាខ្ញុំក្នុងនោះគឺខ្ញុំបន្ថែមនៅ header មួយទៀតមកដើម្បីដាក់នៅប៊ូតុងថយកនៅដាក់ mode live mode អូខេខ្ញុំដាក់ថាថយកប៉ុណ្្នឹងទៅឬក៏ថយក sim color ហើយក្នុងនោះគឺខ្ញុំ design បន្តិចមក class bg វាយក gray ប្រហែល100 gray 900 ចឹងទៅpadding x របស់វា padding ជួរដីរបស់វាខ្ញុំយកចំនួន4 py យក1ទេ py យក1ហើយ padding y ជួរឈោយក1 round edit របស់វាខ្ញុំយកវា xl អូខេតោះហើយចូលមើល result នេះគឺមានប៊ូតុងធំមួយប៉ុណ្ណឹងណានេះដូចខ្ញុំដាក់អូទូចពេកនេះខ្ញុំសុំថែមតិចទៀតសេថយកខុសនេះ TO អូខេត្រូវហើយ so ខ្ញុំថែម padding y យកវាត្រឹម2ហ្នឹងទៅចូលមើលអូខេចឹងគេថាប៊ូតុងយើងវារៀងខ្ពស់ជាងមុនហើយក្នុងកន្លែង main នេះគឺខ្ញុំដាក់នៅ padding ឲ្យវាទៀងធំតិចចំនួន5អូខេចឹងវាប៉ុណ្ណេះចាអូខេចឹង next step របស់យើងគឺយើងចង់ដូរនៅ color នេះអូខេចឹងដើម្បីដូរនៅ color របស់ page main របស់យើងហ្នឹងគឺយើងត្រូវ handle នៅ event នៅលើប៊ូតុងនេះសិនតែយើងចុចលើប៊ូតុងហ្នឹងណាអូខេចឹងខ្ញុំ handle event នៅ event on click អូខេ on click ខ្ញុំសាកតេស្តវាជាមួយនឹង inline function មួយគេ inline function ឬក៏ជា arrow function ណាដែលយើងសរសេរនៅខាងក្នុង React តែប៉ុន្តែ arrow function វាមានតាមក្នុង JavaScript គាត់ថាកន្លែងនេះ style សរសេរចេះសរសេរ on click ហ្នឹងអាហ្នឹងគឺក្នុង React អូខេ alert it work ចឹងទៅចឹងទៅចូលតេស្តមើលចុចប៉ាំងទៅឃើញវាចេញថា it work អូខេ so next step ទៀតគឺយើងប្រើនៅ use stat 6អីអូខេចឹងខ្ញុំប្រកាសនៅនេះមួយមកខ្ញុំ declare នៅ use stat 6មួយមក constant is dark ហើយមួយទៀតគឺ set is dark ឬក៏យើងដាក់ set dark ចឹងទៅស្មើឲ្យ use stat ដូចគ្នាយើងដឹងស្រាប់ឯថា use stat ខ្ញុំឲ្យវាស្មើ false ចាំខ្ញុំបញ្យល់ logic តាមក្រោយ use stat គឺវា return មកវិញពី function use stat មួយហ្នឹងណាខ្ញុំអូសមកមើលវាជាអូខេអញ្ចឹង use stat ហ្នឹងគឺវា return យ៉ាងពីរទី1គឺជាតម្លៃ initial value ទី2គឺជា function ដែលវានឹងបដូរយើងអាចបោះនៅ argument ជាតម្លៃទៅឲ្យវាទៅវានឹងបដូរតម្លៃទៅលើមួយនេះអូខេអ្វីបោះមុខនេះណាអូខេអញ្ចឹងខ្ញុំគឺយើងអាច log console.log មើលតម្លៃលើ is dark ហ្នឹងទៅយើងនឹងឃើញអូខេអញ្ចឹងខ្ញុំឲ្យវីដេអូវិញខ្ញុំសូមរៀងលឿនតិចកន្លែងហ្នឹង so ខ្ញុំសាក test វាជាមួយនឹងកន្លែងនេះមួយមិនសាកតែពិតខ្ញុំដឹងតែវាដើរឯងគាត់ថាខ្ញុំនិយាយសារអូខេ
đặt string về máu hay dân pha hạ côn mình màu mình mắc ok chứ color với chi mình này nhóm đã template string nó sai cái cứ nhóm trong combine vớiជាមួយនឹង JavaScript ណាគ្នាចឹងបើសិនបើវា is dark true គេខ្ញុំប្រើ turn the operator មកខ្ញុំឲ្យ color របស់ background វាទៅជាពណ៌ខ្មៅប៉ុន្តែបើ is dark for ខ្ញុំឲ្យ bg វាពណ៌ក្រហមសិនកុំឲ្យឃើញពណ៌សព្រោះវាពណ៌ default របស់វាមកស្រាប់ចឹងខ្ញុំដាក់ bg ពណ៌ក្រហមសិនឲ្យខ្ញុំមើលឃើញវាមិនអូខេចឹងកន្លែងនេះមិនបានបញ្ចេញពណ៌ក្រហមចឹងដោយសារតែគេគឺ set dark របស់យើងវាជា false កន្លែងនេះគឺយើង is dark true ក៏ false គ្នា false ឬ false វាចូលណា false គឺវាតនាការខាងក្រោយនេះវានឹង return តម្លៃខាងក្រោយហ្នឹងមកបញ្ជួរនេះគឺសរសេរទៅប៉ុណ្ណឹងតម្លៃនេះ false វានឹងបាន bg red 800ប៉ុន្តែបើតម្លៃនេះ true វិញវាបានគេ bg black អញ្ចឹងថាដាក់ true មក true វានឹងបាន bg គេ bg black វិញអូខេអញ្ចឹងយើងឃើញថាបើសិនយើងដូរតម្លៃនេះ true for តម្លៃវាប្រកាសជាដូរពណ៌វាប្រកាសជាដូរមិនដឹងគ្នាអូខេឃើញដូរហ៎តោះអញ្ចឹងយើងគ្រាន់តែដូរនេះដែរគេដូរនេះដាក់ bg y មកអូខេដាក់ម៉ូតឡើងមកបាត់ប៉ុន្តែកន្លែងនេះយើងចង់ធ្វើគេគឺយើងឆេងនៅតម្លៃនេះអូខេឆេងនៅតម្លៃហ្នឹងអញ្ចឹងយើងធ្វើម៉េចដើម្បីឆេងវាបានគឺខ្ញុំប្រើវាជាមួយនឹង use effect មកអូខេ use effect ជាងយើងទៅកាន់នៅ callback function មួយកាន់នៅ callback function គឺយើងអាចសេ callback function នឹងក្រៅក៏បានដែរអានេះយើងសេខាងក្នុងនឹងហ្មងអូខេអញ្ចឹងកន្លែងនេះចាំ save ក្នុង local storage ចាំយើងប្រើមួយនឹង UFix ខ្ញុំប្រើធម្មតាសិនអូខេអញ្ចឹងដល់ពេលដែលថយកនៅ sim color click លើហ្នឹងគឺខ្ញុំដូរតម្លៃដូរនេះពី true ជា before ជាអីគេវិញជា true ដូរពី true ទៅជាគេវិញជា false អូខេអញ្ចឹងកន្លែងហ្នឹងយើងគ្រាន់តែ call នៅ set dark មកដូចខ្ញុំធ្លាប់ប្រាប់ពីវីដេអូមុនអញ្ចឹងថាបើសិនបើតម្លៃនៃនេះគឺវា depend on តម្លៃចាស់គឺយើងប្រើ style បែបម៉េចបែបនេះគឺវា logic ជាងណាអូខេ previous value កន្លែង previous នឹងដាក់ទៅណាគ្នាvariable នៃ callback នេះដាក់ទៅអូខេ previous value set dark អូខេ set sorry អានេះយើង set dark ហើយណាហៅ set dark មួយទៀតបាក់គឺមកហើយអូខេអញ្ចឹងយើង not ទៅលើ previous ទៅវានឹងបដូរតម្លៃណាបើសិនបើ false ទៅជា true បើសិនបើ true ទៅជាគេវិញគឺ false វិញតោះចុចមើលពងនេះដូរពណ៌ណាគ្នាចឹងដល់ពេលដែលយើងចេញពណ៌នេះយើងចង់ឲ្យប៊ូតុងហ្នឹងពណ៌សហេប៊ូតុងហ្នឹងពណ៌ស background ពណ៌សវិញទៅដើម្បីយើងមើលឃើញប៊ូតុងណាកន្លែងនេះខ្ញុំអាចដូរទៅមកអូខេអញ្ចឹងកន្លែងនេះយើងអាចសរសេរបានទៀតនេះគឺយើងកាត់ចេញមកស្មើឲ្យហើយផាសអានឹងចូលវិញមកលុបនេះចោលមកអូខេលុបអាគីមនេះចោលព្រោះយើងដាក់វាជា template string ធម្មតាចឹងឯងអូខេអញ្ចឹងយើងអាចដាក់មកប៉ះសិនបើវា dark sorry ប៉ះសិនបើវានៅក្នុង dark mode យើងចង់ឲ្យ background របស់ប៊ូតុងនេះគេ is dark ប៉ះសិនបើវាពណ៌ខ្មៅខ្ញុំឲ្យ background របស់ប៊ូតុងវា bg-y ហើយអក្សរ background ពណ៌សអក្សរពណ៌សមើលអត់ឃើញទេអញ្ចឹងទៅកែ text ពណ៌អីគេពណ៌ black ណាហើយខ្ញុំសូមបញ្ជាក់ទៀតថាអានេះគឺជាវិធីដែលយើងធ្វើឲ្យយល់ពី use state ទេណាមែនទេទៅគឺក្នុង Tailwind មួយ React វាមានវិធីធ្វើផ្សេងពីនេះទៀតវាងាយស្រួលជាងនេះណាអូខេអញ្ចឹងយើងក្នុងករណីយើងរៀន use state យើងរៀនប្រើអញ្ចឹងសិនទៅណាអូខេប៉ុន្តែបើសិនបើ L វិញគឺខ្ញុំឲ្យឆ្លាស់គ្នាវិញមកបើសិនបើ dark មិនពិតទេវាមិនគេមិន light ទេអត់អញ្ចឹងបើ light យើងឲ្យ bg light នឹងវាពណ៌សគឺយើងឲ្យប៊ូតុងទៅជាពណ៌ខ្មៅវិញដើម្បីយើងមើលឃើញណាប៊ូតុងទៅជាពណ៌ black វិញbg black text នេះគេវិញ text y វិញបច្រាស់គ្នាវិញណាគ្នាអានេះ bgy text black អានេះ bg black text y វាបច្រាស់គ្នាដោយសារ dark light វាមិនបច្រាស់គ្នាអូខេសាមើលថយពងអូខេវាដូរពណ៌អក្សរដូរពណ៌នឹងដែរអូខេប៉ុន្តែបញ្ហារបស់តែគ្នាយើងដាក់ចេះហើយពេលដែលគ្នាយើងចុច refresh ទៅគឺវាលោតនឹងលោតពណ៌មកជាពណ៌ដើមជាវិញធម្មតាលើរបស់គេពេលដែលយើងដាក់ពណ៌ dark ហើយយើងចង់ refresh មិនទេគឺតែពណ៌ dark ហ្នឹងដែរអូខេអញ្ចឹងយើងធ្វើម៉េចបែបហ្នឹងគឺយើងប្រើវាជាមួយនឹង local storage អូខេ local storage អញ្ចឹងក្នុង local storage ហ្នឹងវា set តម្លៃវាដូរបែបមិនដែរគឺវានឹងដូរតម្លៃនៅពេលដែល is dark នេះ is dark sorry តម្លៃ is dark នេះវា change គឺយើងនឹង change ទៅលើ sim color ដែរហើយនៅពេលដែលយើង change ទៅលើ sim color ហ្នឹង dark light ហ្នឹងគឺយើងចង់ save វាទុកនៅខាងក្នុង browser របស់យើងដើម្បីយើងចំណាំថាតើអាហ្នឹងវាពណ៌អីគេណា
ok chương dương cặp ra nó local storage ta nhưng thưa mình chắc như mọi use state nó cứ vi listen từ lời vi trăm mơ từ lời is dark này dân bài is dark năng miền cà pre pro lấy use effect nó cứ vi nắng re-render sorry vi nắng trai ca code nó khác nó là callback function bao vi này vậy mà đòn tiến đấy ok ta chứ thưa mình khi dân vô local storage đó thì can set item máu sim color ok chắc sân ba is dark ok sân ba is dark nhưng mọi color với smile cho mùi nắng dark phần đá bẻ nhưng mọi smile cho mùi nắng lại như tự chắc lại nó ghi như xưa tên gì sân ba dark true mới đây theo po với dark ấy được phần đá dark fall po vì cái cứ lại cho vì sale tục lại phần này ok hai chương mới tiết chứ nó p đại dương load này đi mà đó nó p đại dương reload này cái reload được component bỏ dưỡng cứ dưỡng trai ca chạm vô lại thằng màu vì màu nó màu component người dùng được ca chạm vô lại thà tá p nó p đại dương reload vì nó môn p đại vì render nó po với chỉ poi kì po má được có po sò đặt mua được còn lại một đấy ok chứ nhưng mà corner use effect non tiền máu use effect lần này cứ dân pra sạp thừa ấy cứ sầm ráp chạm vô sim color trên pi local storage màu hay dân pra use effect để sao té nhưng trong ở vị trí này cam đòn trong tại cam mà đòn rồi vì code nó khang không use effect những vị trí này cam nó depend on lời cái lại những đã nữa ok giờ ở vì every time đại component nhưng vì render ở vị trí này cam không được thôi đi nhưng trong cái này cam nó p đi tam ấy dừng còn ok chắc dân get nơi vào dụ mọi là constant save sim color ok sim hay nhom call storage get item trên máu mấy những sai viết những đặc khi về cái này ok ô mà vì phải làm miền key nhưng mình đừng vào là dụ này string hay return void nàn mọi dân vĩnh ok so chạp video tám đã khi bị mất chạp một bên chân máu ok sim color chứ nhưng sẽ lại khăn ta sân bảo save with sim color nó with smile cho mùi nâng dark chứ nhưng sẽ lại khăn ta with smile cho mùi nâng dark basfa cho mùi nâng dark nhưng ao is sorry set is dark từ chia true ok và ta nhưng ao viết này cái mà đòn tiền đấy lại thấy mọi viết này cái mà đòn là mt chứ mong đi thế vì ở trong đạp mơ ta ok chắc lại đến cho nhung detail này mà video tiếp được gọi về nhung riêng thì dân nơi ta mà lái nhung nâng prap đang vì mấy cái này bây giờ này kia chỉ video so đi nhung video bị use that ta ok chắc như sao cho mới như lời ní bộ má ok chắc sao mới tại vì mình phải hài ok cứ đã thông lại ok về đây nhung đồ mà lái refresh tất với nó lại đã đồ má refresh tất với nơi tại đạt ta đạt ok chắc cứ chột chạy gì dừng ta chắc static nhưng theo mình tiết cứ dừng đồ nó icon được không đi mà đòn ok chắc icon đang việc plug đồ thì mình nó dùng vô icon nó mi cái class miền để chán moon and ok giờ nếu mà bị đường xã đó nè chụp như bờ sân này mình cài mình được vấn hết nè ok chắc nhầm vô mùi nước mắt nhầm chụp copy chia sẻ chân mắt hay thì mình dùng lấy ai tra số này để mở tạm video này ok so cái này video này nè đồ không button được thì nhưng mà enter button cho Chrome che máu chắc nhầm vô is dark một sec is dark sân ba is dark true và sân gì việc cặp bông theo po màu chọn nòng tiếp với tới chỉ po gì vậy mình tới chỉ po so thật chắc cho tới chỉ po so vì cô tại represent ao cái này cho tới chỉ po so vì represent ao san được chắc như vô san mà đã thành san ok nhiệm vô màu muốn vô mùn màu muốn ok chắc bao sân chỉ việc po màu dân trong ở việc khơi như cái khơi bẻ tật nằm ở chỗ tới ở việc trên phố anh người chỉ UX user experience thầm ra bạc máu ở khơi như ai muối để cho tới người đồng năng ở portal và sân bởi vì chỉ portal is dark fall mình đi thang sim color biết chỉ portal chắc nhưng trong miền A represent muối thang cho tới video chỉ portal máu cho như đã mùn mà ok đó cho mới rồi định thì phải import đấy import trên pi lucid icon nó lucid icon cứ nghĩ rồi thì những mày install về pra bán còn tại sẽ npm install
Lucid React ចឹងមកអូខេ ACT អូខេ install ពងមកបានអញ្ចឹងឬក៏គ្នាអាចចូលមកមើលក្នុង Lucid icon ហ្នឹងមកចុចមកកន្លែងដើមវាវិញហើយយើងចុចកន្លែង get start មកinstallation គ្នានឹងឃើញនេះ install តាម npm yam npm bon អីអូខេ up to you ចង់ប្រើមួយណាគឺតាមចិត្តរបស់យើងចាស់តែខ្ញុំប្រើពីរនេះណាពី npm ហើយជាមួយនឹង npm តោះreact នេះអាច scroll មើល react មកនេះ view react នេះណា react lucid react អូខេតោះអញ្ចឹង back មកវិញគឺយើងនឹងឃើញ app របស់យើងវាមាននេះចុចអានេះចុចទៅវាមានតំណាងពណ៌សមើលឃើញយើងពណ៌ខ្មៅចុចនេះវិញទៅជាពណ៌ខ្មៅសដាក់ម៉ូតឡៃម៉ូតដាក់ម៉ូតលំបូតោះអញ្ចឹងមួយ step ទៀតណាបានចប់ទេគ្នាមួយ step ទៀតមួយ step ទៀតធ្វើគេមួយ step ទៀតគឺយើងចង់ឲ្យមាននៅអក្សរនៅកណ្ដាលនេះណាគ្នាខ្ញុំមាន deal មួយមកលក្ខណៈជា page ដែលវាមានអក្សរដូរពណ៌ណា deal ហើយក្នុង deal ហ្នឹងខ្ញុំដាក់ជា paragraph មួយមកខ្ញុំដាក់class របស់វាcustom នេះមក w dash 60ឬក៏50គេដាក់60 vw ហើយ min width min របស់វា min w របស់វាតូចបំផុតគឺខ្ញុំយកត្រឹមតែតូចបំផុតយកត្រឹមតែ400 pixel ទេណាអូខេខ្ញុំពុំមកដាក់មើលដែរអូខេអញ្ចឹងតូចបំផុតគឺត្រឹមតែ400 pixel ទេន័យថាទទឹងរបស់វា60 vw 60 view port width ប៉ុន្តែទទឹងរបស់វាគឺតូចបំផុតអាចតូចជាង400 pixel ទេអូខេអញ្ចឹងប៉ុណ្ណឹងខ្ញុំមាន lorem យកវា40ពាក្យមកអូខេហើយខ្ញុំចង់ handle លើអាពណ៌ហ្នឹងណាតែវាចេញបបបែបម៉េចដែរអក្សរចេញពណ៌សអញ្ចឹងនៅពេលដែលដាក់នៅពេលដែល line mode អក្សរទៅជាពណ៌ឲ្យគេវិញគ្នាពេល line mode ឡើងខ្ញុំសេមកឬក៏យើងសេពីលើនេះមកន័យថាអក្សរនៅក្នុងហ្នឹងគឺវានឹងដូរលើកលែងតែយើងទៅដូរផ្ទាល់ក្នុងនេះបានវាអាចដូរអីផ្សេងណាអញ្ចឹងខ្ញុំដាក់ក្នុងនេះសរុបរួមមកក៏បានឬក៏សេក្រោមនេះក៏បានតោះអញ្ចឹងតាមណាសាកតាមនេះមួយអញ្ចឹងសាកតាមនេះមួយមានសាកទេយើងធ្វើទៅហ្មងព្រោះអីយើងដឹងតែវាអញ្ចឹងហីអូខេចឹងបើសិនបើវា is dark បើពណ៌ខ្មៅយើងឲ្យគេ text ពណ៌ white បើសិនបើ background ពណ៌ខ្មៅពិតយើងឲ្យអក្សរពណ៌អីគេអក្សរពណ៌សប៉ុន្តែបើសិនជា background ខ្មៅនឹងអត់ពិតទេវាទៅអីគេ background កំពុងតែ white ឬអត់ចឹងបើ background white យើងឲ្យ text គឺ dark តោះចូលមើលsorry text black នេះយើងសេ text dark text black តោះដូរមកបង អក្សរវីដេអូហ្នឹងអញ្ចឹងយើងអាចឲ្យអក្សរក្នុងកណ្ដាលមកនឹងតាមចិត្តរបស់យើងអូខេអញ្ចឹងដាក់ mode line mode របស់ខ្ញុំគឺមានប៉ុណ្ណឹងយើងអានេះយើងខ្ញុំប្រើវាជាមួយនឹង use stat ហើយលីជាមួយនឹង u effect ខ្លះអញ្ចឹងបើយើងមានចម្ងល់អីអាច comment សួរបានឬក៏អាចឆាតសួរខ្ញុំផ្ទាល់បានអូខេអរគុណហើយមួយទៀតគឺ កុំភ្លេចជួយ share វីដេអូនឹងឲ្យគ្នាយើងដែលរៀន IT គាត់ចេះធ្វើអាពួកហ្នឹងផងណាដែលគាត់រៀនថ្មីៗអរគុណ